ទង្វើមនុស្សប្រុសប្រហែលក្បាលនេះខ្ញុំនិយាយក្បាលចឹងហ្មងណាព្រោះដោយសារតែមិនសមជាមនុស្សប្រុសណាទាំងអស់គ្នាចាព្រោះដោយសារតែរឿងប្រាក់ខែ500ហ្នឹងដូចខ្ញុំបានវែកញែកម្សិលមិញអញ្ចឹងហើយខ្ញុំក៏និយាយនៅក្នុង comment ខ្ញុំដែរខ្ញុំថាខាងស្រីគាត់និយាយខុសទេព្រោះដោយសារគាត់មានស្តង់ដារកំណត់របស់ខ្លួនឯងព្រោះគាត់ជាអ្នករកលុយដែលរកលុយបានច្រើនអញ្ចឹងគាត់ត្រូវការមនុស្សដែរស្មើគាត់ឬក៏លើគាត់ឲ្យធម្មតាទេហើយគាត់អត់បានពិចារណានៅក្នុងការនិយាយទេនៅពេលដែលគេ podcast គឺ podcast និយាយភ្លាមៗថតភ្លាមៗយល់ខ្ញុំនិយាយអញ្ចឹងខ្វះការពិចារណានិយាយទៅខុសធ្វើឲ្យអ្នកដតីដែលស្ថិតនៅក្នុងគេហៅថារង្វង់គ្រួសារដែលមានប្រាក់ខែ$500ហ្នឹងគាត់អត់សុបាយចិត្តចាអញ្ចឹងពីខ្ញុំទៅសម្រាប់ខ្ញុំគឺអត់ជន់មនុស្សស្រីគ្នាឯងទេហើយខ្ញុំក៏មិនកាន់ជើងមនុស្សប្រុសអីយកខាងមនុស្សប្រុសអីទាំងស្រុងជាសេរីមនុស្សស្រីដែល pick me ដែរសម្រាប់ខ្ញុំគឺខ្ញុំចង់វែកញែកទៅកាន់ថាសង្គមយើងសពថ្ងៃគឺតែងតែពាក់ព័ន្ធជាមួយនឹងចាសម្ភារៈនិយមប៉ុន្តែខ្ញុំទទួលយកបាននោះគឺមនុស្សប្រុសចាមនុស្សប្រុសទៅជាលក្ខណៈថាខ្ញុំមិនដឹងថាពួកគាត់គុំសុកលិនហើយនឹងបងអូនស្រីដែលចេញមកវែកញែករឿងនេះឃើញចេះគាត់ជាមួយនឹងសុកលិនខ្លាំងមែនតើអានេះខ្ញុំនិយាយឈ្មោះទាំងពីរអ្នកគាត់ហ្មងទៅព្រោះដោយសារតែរឿងហ្នឹងគឺវាផ្ទុះកាត់ឡើងដោយសារពីអ្នកគាត់និយាយចេញវីដេអូបន្តទៅទៀតណាប៉ុន្តែអ្វីដែលខ្ញុំហួសចិត្តដូចខ្ញុំប្រាប់អ្នកនរគ្នាចឹងថាមនុស្សប្រុសខ្លះចេញវីដេអូគឺមិនមែនចេញវីដេអូនៅក្នុងន័យដែលស្ថាបនាឬក៏វែកញែកមកឲ្យសមហេតុសមផលទេវាចេញមកគឺចេញឲ្យសម្ដានយើងឃើញថាអានេះគឺមិនគួរឲ្យយកធ្វើប្តីបានតែថ្ងៃក្រោយព្រោះវាយកប្រដាប់ភេទមនុស្សស្រីដែលជាប្រដាប់ភេទដែលដូចម្ដាយវាយកមកប្រៀបផ្ទឹមជាមួយនឹងកង់ឡានដែលជិះអីស្អីឡានដែលជិះឲ្យសិតតអីគេចាមិនឲ្យតម្លៃចង់និយាយចឹងបើយើងវែកញែកទឹកលុយដែលគេនិយាយហ្នឹងទៅវែកញែកពីចំណេះដឹងរបស់គ្នាដែលគ្នាមិនបានឆ្លងកាត់ការរៀនសូត្របានខ្ពស់ហើយគ្នាទៅនិយាយចែករំលែកអំពី advice របស់គ្នាផ្ទាល់ខ្លួនមានតែគូក្បាលរបស់គេគិតអីគេនិយាយអីគេចេញមកហ្នឹងពេលខ្លះយើងមិនគិតដូចគេយើងមិនអាចទៅចាទៅប្រៀបធៀបទាំងស្រុងបានទេយើងមិនអាចគេបន្ទោសគេទាំងស្រុងបានទេសូម្បីពេលខ្លះយើងនិយាយទៅក៏យើងខុសខ្លួនឯងដែរចង់និយាយចឹងចាហេតុអីបានត្រូវយករូបរាងដងខ្លួនគ្នានិយាយចេញមកគឺមើងងាយអន់សាហាវអាខ្លះចាវាមើងងាយគេសិតតែស្រីខូចចេះស្រីខូចចុះប៉ុន្តែវាក្បត់ប្រពន្ធទៅរកស្រីខូចណាហើយអាខ្លះទៀតលក្ខណៈថាអូនិយាយអំនួតណាប៉ុន្តែនោះកម្រិតអាចក្តាប់ជាមួយនឹងប្រពន្ធខ្លួនឯងឲ្យប្រពន្ធខ្លួនឯងមានក្តីសុខទេវែកញែកល្មមបានហើយនេះចេញមកមិនមែនវែកញែកបើកមុខបញ្ហាណាទៅជាបើកមុខជាមួយនឹងមុខខ្លួនឯងអាលក្ខណៈថាសណ្ដានញីគេហៅអាញីយល់ទេយល់ខ្ញុំនិយាយទេណាមនុស្សប្រុសគេថ្លៃថ្នូរត្រឹមត្រូវយ៉ាងច្រើនគេខំមកសង្កត់ចិត្តហើយគេគ្រាន់តែនិយាយពីទុកសោករបស់គេនៅក្នុង comment ឬក៏ការវែកញែកមួយចំនួនឬក៏ចែករំលែកថាអូខេយើងពិតជាទទួលស្គាល់ថាឥឡូវនេះពិបាកនៅក្នុងការរស់នៅជាមួយនឹងទឹកលុយប៉ុណ្ណឹងមែនប៉ុន្តែក៏មិនអាចយកភេទស្ត្រីនេះយកមកជន់ឈ្លីណាយកមកជន់ឈ្លីយកមកមើងងាយដែរអ្នកឯងត្រូវចាំថាអ្នកឯងកើតពីម្ដាយអ្នកឯងក៏ជាស្រីដែរណាចង់និយាយចឹង